6. 終わったら試験官に報告する。ពេលដែលបញ្ចប់រួចរាល់ត្រូវរាយការណ៍ទៅអ្នកត្រួតពិនិត្យការប្រឡងដោយយើងធ្វើការលើកដៃហៅថា Obrigasta អញ្ចឹង check គឺយកយើងត្រួតពិនិត្យតើតើជាមួយនឹងតារាងនេះដែលយើងត្រូវធ្វើការគូសចម្លើយឬក៏សរសេរចម្លើយដែលយើងបានពោះបានអញ្ចឹងណាហើយយើងមកដល់ចំណុចបន្តទៀត測定値は読み取れる範囲で記入する。両非判定で両項の場合は例を記入する。両非判定で調整、交換が必要な場合はを記入する。តើតើជាមួយនឹងចំណុចហ្នឹងត្រូវបំពេញតម្លៃដែលយើងពោះពេញបាននៅក្នុងដែលយើងអាចបានពោះបានដែលយើងបានពោះអានបានហ្នឹងហើយនៅក្នុងតារាងវិនិច្ឆ័យថាល្អបើសិនជាលទ្ធផលល្អត្រូវតែគូសសញ្ញាមួយរឹកឬក៏សញ្ញារង្វង់នេះនៅក្នុងករណីដែលយើងវិនិច្ឆ័យថាយើងមើលថាអាក្រក់បើអ្នកគិតថាកែតម្រូវឬក៏ត្រូវធ្វើការផ្លាស់ប្ដូរយើងត្រូវតែធ្វើការគូសខ្វែងឬក៏បាត់សឹកអញ្ចឹងយើងយល់អំពីតារាងដែលយើងត្រូវធ្វើការកត់នៅតម្លៃដែលយើងវាស់បានហើយនឹងធ្វើការវិតម្លៃវិនិច្ឆ័យទៅលើអ្វីដែលយើងបានមើលឃើញទៅជាមួយតារាងនេះគឺសំខាន់អ្នកទាំងអស់គ្នាត្រូវទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាគឺទីនោះគឺ 10 can គោលមកគឺអ្វីដែលយើងត្រូវធ្វើការត្រួតពិនិត្យហើយ strategy ន័យថាអ្វីដែលយើងត្រូវធ្វើការពេញក្រោមនេះហើយ 10 can កិច្ចកមារឹកបាក់សុហុគិយើងមានន័យថាយើងធ្វើការសរសេរមួយរឹកឬក្បែកបើយើងគិតថាខុសឬក៏ត្រូវក្នុងតារាងខាងក្រោមនេះមកជួរខាងក្រោមនេះទៅហើយចូលមកកាន់ចំណុចទី1ថៃយ៉ាណូគឺគេអត់តើតើជាមួយនឹងថៃយ៉ាណូគឺគេអត់មានអ្នកសុភាខ្យល់កង់នេះខ្ញុំការឧទាហរណ៍ទៅឲ្យអ្នកទាំងអស់គ្នាទេតើតើជាមួយនឹងអ្នកទាំងអស់គ្នាឆ្ងល់ហើយហេតុអីបាននេះសផ្ទៃពណ៌សនេះផ្ទៃពណ៌ប្រផេះខ្ញុំមានន័យថាតើតើជាមួយនឹងប្រឡោះពីរហ្នឹងគឺមានន័យផ្ទៃពណ៌សនេះគឺគេឲ្យទៅសេប៉ុន្តែផ្ទៃពណ៌ប្រផេះនេះគឺមានគេឲ្យទៅសេទេមានន័យយើងហាមទៅសេគេឲ្យទៅសេទេយើងទៅសេតែលែងតែពណ៌សនេះទៅមានន័យថាយើងគាត់ថាស្ពីកខ្យល់កង់នៅរថយន្តហ្នឹងគឺវាឃើញ220 kW ស្អាតអញ្ចឹងយើងគាត់ទៅសេ220ទៅតែប៉ុណ្្នឹងហើយដល់ចំណុចទី2ចំណុចទី2គឺ Rio Hi Hante មានន័យថាការវិនិច្ឆ័យថាវាល្អឬអាក្រក់អញ្ចឹងបើយើងប្រៀបធៀបតម្លៃស្តង់ដារជាមួយនឹង220ជាមួយនឹងតម្លៃស្តង់ដាររបស់វានៅចន្លោះ210ទៅ230អញ្ចឹងនៅចន្លោះហ្នឹងគឺ220គឺវាល្អអញ្ចឹងពេលយើងវិនិច្ឆ័យថាវាល្អគឺយើងធ្វើការគូមករុដល់ចំណុចទី3 Thayano Somsho Kiresu និង Mamon តើតើជាមួយនឹងចំណុចនោះមានថាបើយើងមើលថាកង់ហ្នឹងវាមានថាខូចខាតនៅសម្រាប់កង់នៅស្នាមប្រេះឬក៏សក្តិរលខ្លាំងយើងមើលតាមដោយផ្នែកទៅចំណុចពណ៌ប្រភេទនេះគឺយើងអត់សេទេគឺយើងមកធ្វើការវិតម្លៃថាវាល្អឬអាក្រក់ចុះបើមើលថាវាសឹកវាអីហ្នឹងវាចិត្តអស់ហើយយើងត្រូវធ្វើការដូរអញ្ចឹងយើងគូខ្វែងមកហើយដល់ចំណុចទី4គឺថៃយ៉ាណូមីសូណូពូកាសាមានន័យថាតើតើជាមួយនឹងស្នាមជំរឿនៃសម្បកកង់តើតើចំណុចហ្នឹងគឺយើងអាចមានដឹកទៅសុខេជីងយើងធ្វើការវាស់វាទៅវាស់នៅជំរឿសម្បកកង់ហ្នឹងថាវាមានជំរឿប្រហែលជាប្រមាណមីលីម៉ែត្រអញ្ចឹងបើយើងវាស់ទៅឃើញ 1.5 មីលីម៉ែត្រឬក៏តិចជាងហ្នឹងអញ្ចឹងវាចាប់បានអស់ហើយយើងធ្វើការផ្លាស់ប្ដូរអញ្ចឹងយើងមកដល់ចំណុចទី5តាក់ទងជាមួយនឹងចំណុចទី4ដែរ Rio Hi Hante មានន័យថាចំណុចហ្នឹងគឺយើងចាប់ដល់វិនិច្ឆ័យបើសិនជា 1.5 មីលីម៉ែត្រហើយចឹងមានន័យថាវាយើងត្រូវការផ្លាស់ប្ដូរហើយចឹងយើងអាចជីបានទៀតទេកន្លងហ្នឹងអញ្ចឹងយើងធ្វើការខ្វែងនៅប្រឡោះពណ៌សនេះអញ្ចឹងចំពោះចំណុចពណ៌ប្រផេះតារាងពណ៌ប្រផេះនេះគឺយើងអត់ស្អីទេគឺយើងអត់បាក់បល់ទេដូចចឹងហើយយើងមកដល់ចំណុចដែលយើងធ្វើការស្វែងយល់ដែរនៅចំណុចនេះこの自動車の基準値タイヤの空気圧前輪តើតើចំណុចហ្នឹងគឺជាតម្លៃស្តង់ដារទៅមកនឹងសម្ពាធខ្យល់កង់អញ្ចឹងណាហើយចំពោះការត្រួតពិនិត្យហ្នឹងគឺគេឲ្យត្រួតពិនិត្យតែកង់មួយទេក្នុងចំណោមកង់ទាំង4ហ្នឹងហើយ
ការត្រួតពិនិត្យនោះគឺពាក្យត្រួតពិនិត្យនៅកង់ខាងមុខផ្នែកខាងស្ដាំនៃរថយន្តហើយយើងធ្វើការវាស់តែមួយនឹងទេហើយតម្លៃស្តង់ដាររបស់វាគឺ210ទៅ240គីឡូប៉ាស្កាល់នៅផ្នែកកង់ខាងមុខហើយចំពោះនេះថៃយ៉ាណូវីសូណូគឺកាសានោះគឺជីតែន9មីលីម៉ែត្រអ៊ីជូមានន័យថាចំណៅស្នាមចំពោះនៃសម្បកកង់ហ្នឹងយ៉ាងតិចគឺ 1.6 មីលីម៉ែត្រមានថា 1.6 មីលីម៉ែត្រឡើងគឺវាល្អប៉ុន្តែបើ 1.6 មីលីម៉ែត្រចុះគឺវាអត់ល្អទេដូចនៅប្រែខាងលើហ្នឹងយើងមើលថាចំណុចទី4នេះគឺយើង 1.5 មីលីម៉ែត្រអញ្ចឹងវាក្រោម 1.6 មីលីម៉ែត្រអញ្ចឹងវាអត់ល្អទេបើអត់ល្អគឺយើងគូខ្វែងកន្លែងយើងវិនិច្ឆ័យហ្នឹងអូខេអញ្ចឹងចំណុចទី2គឺមានប៉ុណ្ណឹងទេវីដេអូគឺវែងតិចហើយខ្ញុំតែថាត្រូវបញ្យល់ទៅមែនតិចទេដោយសារតែវាវែងអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអធិស្ឋានហើយអរគុណសម្រាប់ការទស្សនារហូតដល់ចប់អរគុណបាយបាយ